សួស្តីទាំងអស់គ្នានេះជារោងដែលបានបង្ហាញវីដេអូកាលវគ្គដាច់សរសៃមានវីដេអូផ្សេងទៀតដែលតាក់ទងនឹងការធ្វើពីមុនតែដោយសារច្រឡំដៃលុបអស់ពីព្រោះតែរោងនេះយើងបានធ្វើបែបបច្ចេកទេសចាស់ត្រឡប់មកវិញគឺច្បើងអត់មូលហើយយើងដាក់ទាំងស្ងួតមកស្រោចទឹកសើមហើយយើងអត់បានផ្អាប់កប៉ុសក្នុងរោងទេយើងលើកកប៉ុសដាក់អាប់ក្នុងរោងណាអ្នកនរប៉ុន្តែកប៉ុសនេះមានអាចាស់មានថ្មីលេខគ្នាហើយយើងប្រើបច្ចេកទេសអាប់ក្នុងរោងហើយវគ្គនេះស្រមើលមែនទែនអ្នកនរស្រមើលខ្លាំងហើយយើងមកបន្ថែមសំណើមឲ្យផ្សិតអ្នកនរយើងបន្ថែមសំណើមជាមួយនឹងអរម៉ូនដែលជំរុញឲ្យផ្សិតដុះល្អអញ្ចឹងក្នុងករណីផ្សិតដុះលឿនស្រស់ល្អនេះក៏មានទំនាក់ទំនងជាមួយនឹងអរម៉ូនច្រើនដែរអ្នកនរអញ្ចឹងតើរួចបាទសម្រាប់បងប្អូនដែលត្រូវការមេផ្សិតក៏ដូចជាអរម៉ូនបងប្អូនអាចធ្វើការឆាត់ចូលពេកបានវាមិនមែនដោយសារអរម៉ូនបានវាដុះទេតែវាជួយជំរុញទេអ្នកនរស្អាតប៉ុន្តែមិនស្អាតខ្លាំងអីទេព្រោះវាដុះស្អាតចំបើងអីវាចេញគៀនយើងអត់មួយអ្នកនរចំបើងនេះយើងបត់ណានេះយើងបត់ទៅវាចេញគៀនស្អាតគួរសមមិនច្រើនទេព្រោះដោយសារយើងបានមូលវាអត់សូវចំបើងក្រាស់អញ្ចឹងវាដុះបានប៉ុណ្្នឹងឯងគឺខ្ញុំថាអញ្ចឹងខ្ញុំឲ្យបន្ទុកទៅលើចំបើងមូលនិងចំបើងអត់មូលនេះគឺប្រហាក់ប្រហែលគ្នាដោយសារយើងធ្លាប់ធ្វើយើងដឹងពីទិន្នផលគឺវាដុះស្អាតប្រហាក់ប្រហែលនឹងចំបើងមូលដែរបើចំបើងមូលវាក្រាស់ហើយទៅវាដុះបានយូរបាទនេះវាដុះមកប្រាវអញ្ចឹងវគ្គ2បានតិចប៉ុន្តែប៉ុណ្ណឹងស្អាតទេទូលយកបានទេព្រោះរោងមួយយើងធ្វើតែប្រហែលថ្ងៃរួចច្បើងយើងឡើងមួយផ្លេតទាំងទៅទាំងអស់រោងនេះយើងប្រើច្បើងអស់9ដុំមួយរៀនយើងប្រើមួយដុំណាពេលយើងមូលមិនមែន9ដុំទេយើងមូលទាំងអស់រៀននេះអាច20ជាងដុំមិនមូលគ្រប់ហើយកាក់ដលងយើងប្រើអស់តែ7លម៉កទេអាលម៉កតូចៗហើយផ្សិតយើងដោះមកមានសុខភាពល្អវាដោះអត់សូវច្រើនអត់ឆ្មេទេប៉ុន្តែវាមានកម្លាំងអស់គ្នាគឺថាឈោនិយាយបណ្ដើរត់ឥឡូវហើយអស់នេះសុទ្ធតែសម្មើលវគ្គនេះសម្មើលនេះយើងបានទទួលផលយកមិញហើយបានខ្លះរេះអាមេវាណាតែឃើញផ្សិតស្អាតក៏មកថតជូនអ្នកគ្នាមើលទៅព្រោះវីដេអូនេះយើងបានជម្រាបពីការផ្ដាច់សរសៃមិនសូវមានសរសៃប៉ុន្តែខ្ញុំបានជម្រាបអ្នកគ្នាថាទោះបីមិនសូវមានសរសៃក៏ផ្សិតមានដែរពីព្រោះតែយើងបានធ្វើអារោងខាងនោះយើងឃើញថាវាមានផ្សិតហើយអញ្ចឹងយើងដឹងណាអញ្ចឹងរៀនខាងលើក៏វាអត់សូវចេញស្រស់ទេប៉ុន្តែវាចេញហើយវាចេញមកពីក្រោយអារោងក្រោមដោយសារខាងលើរាំងក្តៅអញ្ចឹងមានការយឺតយ៉ាវក្នុងការចេញប៉ុន្តែអត់បញ្ហាទេដោយសារវគ្គនេះនឹងស្អាតខ្លាំងស្ពណ៌អ៊ីដឺក្រោយពីការដាច់សរសៃមកយើងឃើញស្ពណ៌ឡើងស្អាតខ្លាំងឡើងបូកមកក្រោមណាពេលដែលយើងផ្ដាច់យើងអត់ទាន់ឃើញស្អាតទេប៉ុន្តែក្រោយពីផ្ដាច់អ្នកគ្នាក្រោយពីផ្ដាច់ទៅឃើញស្ពណ៌ឡើងចាក់មកក្រោមស្អាតអញ្ចឹងយើងដឹងថាអូផ្សិតនេះស្អាតហើយអូសម្បើណាស់មិនហើយឡើងជើងឡើងល្ងឹតឈឹងអស់អូខេអ្នកគ្នាបាយបាយ